សួស្តីបងប្អូនកូនសិស្សទាំងអស់គ្នាវីដេអូនេះអ្នកគ្រូនឹងបង្ហាញអំពីតិចនិចនិងកលឹះរមូរសក់ភ្លីទឹករលោគរមូរលើសក់សូត្រសក់ 3D ដែលជាប្រភេទសក់រលោងតែយើងរមូរបែបម៉េចដើម្បីឲ្យភ្លីរបស់យើងជាប់រមូរទឹករលោគស្អាតតោះចូលមកទស្សនាវីដេអូទាំងអស់គ្នាសម្រាប់ការរមូរនេះផងដែរគឺអ្នកគ្រូជ្រើសរើសជាមួយនឹងម៉ាស៊ីនរមូរភ្លីធំហើយដោយការរមូរបកហើយយើងចាប់ជា4ជាន់នៅផ្នែកខាងក្រោយផ្នែកខាងមុខយើងចាប់3ទៅ4ជាន់ណាទាំងអស់គ្នាអញ្ចឹងយើងធ្វើការរមូរដោយអ្នកគ្រូបង្ហាញនេះមកគឺយើងរមូរបកបែបហ្នឹងទាំងអស់គ្នាណាបើអាចអ្នកទាំងអស់គ្នាពាក់ស្រោមដៃទៅការពារកុំឲ្យក្តៅដៃចាសម្រាប់ការរមូរផ្នែកខាងក្រៅនេះអ្នកគ្រូរមូរបានមួយដងហើយចាហើយអ្នកគ្រូកន្លែងផ្នែកខាងលើនេះអ្នកគ្រូរមូររៀងរយាបន្តិចចាចាយកបែបនេះចាយើងយកគឺជាយើងយកភ្លីផ្នែកខាងលើនេះឲ្យឆ្ងាយពីគល់សក់យើងតែយើងធ្វើមិនយើងឲ្យទំហំកម្ពស់នៃការរមូររបស់យើងឲ្យស្មើគ្នាបើទៀតឲ្យស្មើគ្នាបើពុះឲ្យស្មើគ្នាចាអញ្ចឹងយើងមើលផ្នែកខាងមុខចាចំណែកផ្នែកខាងមុខនេះឥឡូវនេះគ្រូចាប់តាមរមូរផ្នែកខាងមុខនេះផងដែរគឺបងប្អូនធ្វើការរមូរចាប់ជាជាន់អញ្ចឹងមកដោយអ្នកគ្រូរមូរអញ្ចឹងណាជា4ជាន់យ៉ាងដូចគ្នាតូចល្មមកុំតូចពេកកុំធំពេកយើងរមូរឲ្យភ្លីសក់របស់យើងប៉ិនគ្នាដែលយើងរមូរបកចេញចាអញ្ចឹងនៅពេលដែលយើងចាប់ផ្ដើមរមូរហើយគឺយើងទប់សក់នឹងសិនណាកុំតន់អាលទាញទម្លាក់រាល់ការរមូរសក់មិនថាបងប្អូនរមូរលើសក់ប៉ិតឬសក់ម៉ានីកាំងទេនៅពេលដែលសក់នៅក្តៅគឺទាំងអស់គ្នាគួរតែក្តោបទុកអញ្ចឹងសិននៅពេលដែលត្រជាក់សក់នឹងរួញមានផ្នត់ស្អាតហើយអញ្ចឹងគឺយើងរមូរជាជាន់អញ្ចឹងបញ្ឈរក្បាលរមូរដោយអ្នកគ្រូមកហើយអ្នកគ្រូជ្រើសរើសជាមួយនឹងការរមូរភ្លីរាងធំល្មមចាអញ្ចឹងយើងរមូររួចហើយយើងស្ប្រេវាទុកអញ្ចឹងតិចមកបាញ់ស្ប្រៃក៏បានណាទាំងអស់គ្នាយើងចាប់ជាជាន់មិនទូចពេកមិនធំពេកយើងអូខេអញ្ចឹងការរមូរកាលណាបងប្អូនរមូរបកគឺសងខាងគឺបកដូចគ្នាបើកាលណាបងប្អូនរមូរចូលគឺសងខាងនៅផ្នែកខាងមុខគឺរមូរចូលដូចគ្នាណាចាំណាអ្នកទាំងអស់គ្នារមូរឲ្យស្អាតរៀបរយគៀបបាញ់ស្ប្រេចាស់យើងប្រើម៉ាស៊ីនផ្លុំក៏បានឬក៏យើងទុកសម្ងួតវារួចហើយយើងធ្វើការលាបម៉ូតទាំងអស់គ្នាចារបៀបនៃការដោះសក់រមូរនេះយើងត្រូវដោះផ្នែកខាងក្រោមមុនណាបងប្អូនទាំងអស់គ្នាចាយើងធ្វើបែបនេះពេលដែលយើងរមូរទៅខាងណាបងប្អូនទាំងអស់គ្នាពេលដែលយើងដោះវិញយើងតម្រៀបភ្លីហ្នឹងឲ្យដូចគ្នាអញ្ចឹងដែរចាហ្នឹងទៅភ្លីសក់របស់យើងវាស្របគ្នាបានស្អាតចាយើងដោះអញ្ចឹងមកបងប្អូនទាំងអស់គ្នាចាឥឡូវនេះអ្នកគ្រូបានដោះភ្លីសក់រួចហើយទម្លាក់ភ្លីសក់មកបានរួចរាល់អស់ហើយចាតែអ្នកគ្រូអត់ទាន់បំបែកភ្លីសក់យើងហ្នឹងទេណាបងប្អូនទាំងអស់គ្នាចាឥឡូវនេះអ្នកគ្រូមកធ្វើការចាប់ម៉ូតសក់យើងនឹងចាដើម្បីមើលទៅឲ្យស័ក្តិសមនឹងម៉ូតសក់មួយរបស់យើងណាចាឥឡូវផ្នែកចំហៀងខាងនេះអ្នកគ្រូបានសាប់បែបនេះសាប់បានប៉ុណ្នេះផ្នែកបកក្របខាងមុខនេះអ្នកគ្រូទុកផ្នែកនឹងសិនអ្នកគ្រូអត់ទាន់លើកទេចាអញ្ចឹងយើងមកមើលផ្នែកមកចំហៀងទៀតចាមកធ្វើផ្នែកមកចំហៀងទៀតចាយើងចាប់បែបនឹងដូចគ្នាចាចាប់ចំណិតសក់បែបនេះចាមួយដុំបែបនេះយើងសាប់បែបនេះចំណែកក្រាស់បងប្អូនទាំងអស់គ្នាក្រាស់សាប់សក់យើងជ្រើសរើសក្រាស់ដែលថ្មិញខ្លីវែងអញ្ចឹងបានសាប់សក់យើងនឹងទៅបានស្អាតចាចាប់ស្ទាត់ទៀតមកចាយើងសាប់បែបនេះឲ្យគ្រប់ចំណុចចាឥឡូវនេះដល់សន្ទាប់ផ្នែកខាងមុខផ្នែកខាងមុខនេះគឺទុកជើងសក់តិចចាទុកជើងសក់សងខាងតិចចាឥឡូវអ្នកគ្រូទុកជើងសក់បែបនេះតិចបែបនេះចាផ្នែកខាងមុខហ្នឹងយើងសិតឲ្យរលោងចាអ្នកគ្រូចង់ឲ្យឡើងប៉ោងវាទៀតអញ្ចឹងអ្នកគ្រូលួចនេះសាប់ពុលសក់ផ្នែកខាងក្នុងនេះតិចទៀតចាហើ
ហើយផ្នែកខាងមុខខាងលើនេះយើងកោសសក់យើងនឹងឲ្យរលោងមកចាដៃរបស់យើងនឹងជួយញែកបន្តិចក៏បានដែរបែបនេះចានៅផ្នែកខាងទៀតគឺទុកជើងសក់ដូចគ្នាធ្វើការយើងរុំសាប់ពលសក់ខាងក្នុងបន្តិចមកចាផ្នែកខាងក្រៅនេះយើងសិតឲ្យរលោងមកពេលដែលយើងសិតក្រាស់របស់យើងកុំលូកទៅចូលជ្រៅពេកចាគ្រាន់តែថាផ្នែកខាងលើមកបានហើយចាបែបនេះចាពេលដែលយើងសាក់ទៅធ្វើឲ្យសក់យើងកន្លែងហ្នឹងហាក់ចាអញ្ចឹងអ្នកគ្រូជួយញែកតិចដើម្បីឲ្យរំទាយទៅបានស្អាតល្អចាសម្រាប់ម៉ូតសក់នេះអ្នកគ្រូយកប៉ោងបែបនេះចាយើងធ្វើការសិតសេរីមើលកន្លែងណាប៉ោងពីពីពិតអីយើងយកដងក្រាស់យើងនឹងជួយប៉ោកជួយលើកមកចាសម្រាប់សក់នេះដែរដែលគ្រូសិតបកបែបនេះហើយគ្រូចង់បានចាប់ឆ្នូតចាតែគ្រូចង់បានចាប់ឆ្នូតតិចចាអញ្ចឹងខ្ញុំធ្វើការចាប់មកចាចង់បានឆ្នូតធំបងប្អូនចង់បានឆ្នូតធំចាប់ឆ្នូតធំមកចង់បានឆ្នូតតូចយើងចាប់ឆ្នូតតូចមកចាសម្រាប់ម៉ូតនេះអ្នកគ្រូយកបែបនេះចាអ្នកគ្រូយកបែបឲ្យរៀងសិតផ្នត់សម្រាប់មកបែបនេះចាវាឈ្មោះតិចមកចាជើងសក់យើងនេះយើងធ្វើបែបនេះកុំឲ្យវាសពងពេកចាអ្នកគ្រូយករៀងបកសម្លេងបែបនេះបដិញគ្នាចាឥឡូវនេះផ្នែកខាងមុខនេះអ្នកគ្រូយកប៉ុណ្នេះហើយចាអញ្ចឹងយើងមកមើលផ្នែកខាងក្រោយផ្នែកខាងក្រោយនេះយើងគ្រាន់តែតម្រៀបបន្តិចមករបៀបភ្លីបន្តិចមកចាចាំវីដេអូមុនអ្នកគ្រូបានបង្ហាញពីរបៀបបំបែកភ្លីសក់យើងឲ្យធំជាងមុនណាចាឥឡូវនេះសម្រាប់ម៉ូតសក់វីដេអូនេះអ្នកគ្រូអត់បានបំបែកភ្លីសក់ឲ្យមើលទេចាសម្រាប់សក់នេះអ្នកគ្រូយកភ្លីធម្មជាតិបែបនេះចាចាឥឡូវសម្រាប់ម៉ូតសក់នេះអ្នកគ្រូបានចាប់យកផ្នែកខាងមុខបែបនេះចាអ្នកគ្រូយកធំបែបនេះចាហើយសម្រាប់វីដេអូមុនគាត់អ្នកគ្រូធ្លាប់បង្ហាញពីរបៀបធ្វើដំលីសក់រួញមានផ្នែកខាងមុខតូចខាងមុខធំចាមានគ្រប់ម៉ូតចាហើយសម្រាប់បងអូនបើភ្ញៀវពីកំងថាចង់បានដមីឲ្យតូចយើងស្កត់
ដើម្បីនេះឲ្យតូចជាងនឹងទៀតទេណាបងទាំងអស់គ្នាចាសម្រាប់ការរៀនយើងត្រូវរៀនមានចាឲ្យចេះគ្រប់ម៉ូដទៅណាបងទាំងអស់គ្នាឃ្លីធំដើម្បីប៉ោងធំក៏ចេះប៉ោងតូចក៏ចេះចាឥឡូវនេះផ្នែកខាងក្រោយនេះអ្នកគ្រូយកឃ្លីបែបនេះបែបឃ្លីធម្មជាតិអ្នកគ្រូអត់បំបែកឃ្លីទេវីដេអូមុនអ្នកគ្រូធ្លាប់បំបែកឃ្លីសក់ចាជូនបងទាំងអស់គ្នាបានរៀនមួយម្ដងហើយចាឥឡូវអ្នកគ្រូយកឃ្លីធម្មជាតិបែបនេះចាសម្រាប់ម៉ូដសក់នេះអ្នកគ្រូបានធ្វើរួចហើយចាអរគុណដល់បងទាំងអស់គ្នាសម្រាប់ការតាមដានវីដេអូអ្នកគ្រូធ្វើម៉ូដសក់តាំងពីដើមដល់ចប់ចាជួបគ្នានៅវីដេអូក្រោយអ្នកគ្រូនឹងបង្ហាញពីរបៀបធ្វើម៉ូដសក់ចាផ្លែៗជាច្រើនទៀតចាអរគុណសូមចុច Subscribe និងចុចសញ្ញារូបកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីពី TV Salon ជារៀងរាល់ថ្ងៃ។